ខ្មែរក្រហមដែលកាន់កាប់ប្រាសាទអង្គរតាំងពីឆ្នាំ 1971 មកក៏ចាប់ផ្ដើមបញ្ជូនកងទ័ពឲ្យធ្វើដំណើរវាយលុកនិងដណ្ដើមដោយកម្លាំងអាវុធឆ្ពោះមកទីក្រុងភ្នំពេញរដ្ឋធានីនៃប្រទេសកម្ពុជាខែកុម្ភៈឆ្នាំ 1975 ជ័យជំនះនៃពួកខ្មែរក្រហមក្នុងខេត្តកំពង់ធំកំពង់ចាមនៅលើផ្លូវពីសៀមរាបអង្គរមកភ្នំពេញសំផនអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិរបស់ពួកខ្មែរក្រហមកំពុងតែលើកផែនការវាយលុកខាងយោធាខែមីនាឆ្នាំ 1975 ខ្មែរក្រហមនឹងដើមបានជោគជ័យថ្មីថែមទៀតផ្លូវទន្លេរវាងភ្នំពេញនិងវៀតណាមខាងត្បូងត្រូវកាត់ផ្តាច់នាវាគ្រប់ធុនដែលបម្រើឲ្យសាធារណរដ្ឋខ្មែររបស់លន់នល់ត្រូវបាញ់ពន្លិចក្នុងចំណោមអស់លោកមានម្នាក់បានអះអាងថាសាធារណរដ្ឋយើងនេះនឹងត្រូវរលំក្នុងពេលដ៏ខ្លីខាងមុខនេះដោយថ្មងដំបងរបស់ពួកថ្មីក្រហមប៉ុន្តែអ្វីទៅបិទតែការធ្វើដំណើរចេញជាបន្តពីកម្ពុជារបស់ប្រមុខរដ្ឋនិងជាមេបញ្ជាការជាន់ខ្ពស់នៃយើងគឺលោកសេនាប្រមុខលន់នល់កុំបណ្ដោយជាទីសក្ការៈព្រមទាំងមហាមិត្តអាមេរិកកាំងក៏ដោយក៏សូមអស់លោកជឿចោះយើងនៅតែមានផ្លូវដដែលទី1កងទ័ពយើងក៏នៅតែមានចិត្តក្លាហានមុខមុតហើយរដ្ឋធានីភ្នំពេញទៀតសោតក៏នៅរឹងមាំពុំអាចលាក់បានឡើយទី2គុំប្រឆាំងសម្ដេចសៀនុដោយយើងទាំងអស់គ្នាតែជាអ្នកសាធារណរដ្ឋពិតប្រាកដនោះគេបានឲ្យយើងដឹងតាមរយៈស្ថានទូតមិត្តរួមគ្នាមួយថាគូបដិបត្តិទាំងពីរទោះបីជាប្រឆាំងគ្នាយ៉ាងនេះក៏ដោយក៏នៅតែអាចចូលរួមជាមួយគ្នាដើម្បីការផ្សះផ្សាជាតិយ៉ាងពិតប្រាកដនិងរឹងមាំបំផុតចូលភ្នំពេញដោយសន្តិភាពខ្មែរក្រហមខ្មែរសាធារណរដ្ឋយើងទាំងអស់គ្នាគឺជាខ្មែរស្នេហាជាតិបរិសុទ្ធជាខ្មែរប្រឆាំងសក្តិភូមិនិងជាខ្មែរនិយមប្រជាពលរដ្ឋការត្រូវរៅគ្នារវាងយើងទាំងពីរជាបាតុភូតមួយជៀសមិនរួចទេជាយុខ្មែរសាធារណរដ្ឋប្រឆាំងរាជានិយមតាមទិសរបស់អង្គការគឺតម្រូវវាយយកភ្នំពេញបុកចូលតាមច្រកកំពង់ស្ពឺពោធិ៍ចិនតុងសូមមិត្តទាំងអស់គោរពឲ្យបានតាំងចិត្តឲ្យក្រហមចាន់ចៅបដិញ្ញាយកជ័យជំនះជូនអង្គការឲ្យបានដាច់ខាតបដិញ្ញាដើមខែមេសាឆ្នាំ 1975 កងទ័ពខ្មែរក្រហមមានទាំងទ័ពនារីផងបានជំរុញតម្រង់មករកទីក្រុងភ្នំពេញមេដឹកនាំខ្មែរក្រហមមានស្លុតសមានខៀវសំផននិងនួនជារៀបចំយុទ្ធនាការ